វាជាលើកទី1របស់ខ្ញុំដែលខ្ញុំបានមកប្រទេសជប៉ុនហើយក៏ជាលើកទី1ដែលខ្ញុំមកស្គាល់ថារដូវស្លឹកឈើជ្រុះហ្នឹងគឺមានរូបភាពបែបណាស្អាតខ្លាំងមែនតើថ្ងៃហ្នឹងខ្ញុំបានមក Kawaguchi តាមរយៈ tour ដែលខ្ញុំ book តាម website ហើយ tour guide គាត់ជាជនជាតិកូរ៉េប៉ុន្តែគាត់រស់នៅប្រទេសជប៉ុនហ្នឹងរយៈពេលជាង30ឆ្នាំហើយគាត់និយាយជាភាសាអង់គ្លេសហើយ tour ដែលខ្ញុំទៅជាមួយហ្នឹងភាគច្រើនគឺសុទ្ធតែបរទេសមានកូរ៉េមានអឺរ៉ុបអីអញ្ចឹងទៅវាគឺជាក្តីសម័យក្នុងឆ្នាំ2025ហ្នឹងដែលខ្ញុំដាក់គោលដៅក្នុងឆ្នាំ2025ខ្ញុំគិតថាប្រទេសដែលខ្ញុំចង់ទៅគឺមានតៃវ៉ាន់ហើយនិងជប៉ុនប៉ុន្តែខ្ញុំពិតជាអត់នឹកស្មានថាខ្ញុំអាចមកប្រទេសជប៉ុនបានព្រោះក្នុងបំណងខ្ញុំការគិតរបស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំអាចទៅលេងបានត្រឹមប្រទេសតៃវ៉ាន់នេះប៉ុន្តែក៏អរគុណដែរដោយសារតែវីសាទៅតៃវ៉ាន់វារៀងពិបាកធ្វើឲ្យខ្ញុំផឹងផែងរហូតដល់ខ្ញុំអាចមកប្រទេសជប៉ុនបានដោយគេថាពេលខ្លះនៅពេលដែលយើងជួបបញ្ហាឬឧបសគ្គមិនមែនបញ្ហានិងឧបសគ្គទាំងអស់ហ្នឹងធ្វើឲ្យយើងអាក្រក់ឯពេលខ្លះវាគឺជាកម្លាំងចិត្តមួយដែលជំរុញឲ្យយើងធ្វើអ្វីបានល្អប្រសើរជាងនឹងទៀតជីវិតយើងគឺដូចជារដូវស្លឹកឈើជ្រុះអញ្ចឹងនៅពេលដែលជីវិតយើងខំប្រឹងប្រែងខ្លាំងពេករត់លឿនពេកដល់ថ្នាក់ភ្លេចដកដង្ហើមណាយើងឈប់បន្តិចសិនហើយចាប់ផ្ដើមស្ដាប់ខ្លួនឯងម្ដងទៀតដោយដើមឈើដែលមានរដូវកាលរបស់វាឥឡូវហ្នឹងគឺយើងដល់ពេលដែលយើងអាចបោះបង់អ្វីចោលខ្លះយើងជំរុះចោលនៅភាពភ័យខ្លាចជំរុះការសង្ស័យជំរុះនៅកំហុសដែលយើងធ្លាប់ធ្វើពីមុនត្រូវបោះបង់អ្វីដែលធ្ងន់ធ្ងរកុំដាក់សម្ពាយលើខ្លួនឯងខ្លាំងពេកហើយពេលដែលយើងទម្លាក់ចោលនឹងឯងជាពេលដែលយើងអាចនឹងចាប់ផ្ដើមសារជាថ្មីរដូវស្លឹកឈើជ្រុះបានបង្រៀនយើងឲ្យបោះបង់អ្វីដែលមិនចាំបាច់ដូចជាដើមឈើបោះបង់ចោលស្លឹកវាក៏អាចជាពេលដ៏ល្អសម្រាប់ឲ្យយើងរៀបចំខ្លួនដើម្បីទទួលនៅអ្វីដែលថ្មីដែលល្អជាងហើយរដូវរងាក៏បានបង្រៀនយើងថាវាគឺជាពេលវេលាដ៏ល្អសម្រាប់ឲ្យយើងសម្រាកនៅក្រោមភាពស្ងៀមស្ងាត់ដើម្បីស្ដារកម្លាំងជាថ្មីនៅពេលនោះអ្វីៗគ្រប់យ៉ាងនឹងបានត្រៀមខ្លួនរួចរាល់សម្រាប់រដូវផ្ការីកដែលចូលមកដល់